មិននេះក្រុមហ៊ុនរបស់ Apple បាទក៏បានប្រកាសថាមានមុខងារមួយនៅក្នុង setting បាទនៅក្នុង iPhone ណាដែលយើងធ្វើការបើកចោលវាអាចបង្កហានិភ័យគេអាចធ្វើការ hack ចូលទូរស័ព្ទយើងបានបាទតាមរយៈការភ្ជាប់ Wi-Fi ផ្សេងបាទទៅជា Wi-Fi សាធារណៈអីហ្នឹងអញ្ចឹងដើម្បីការពារកុំឲ្យគេចូលទៅ hack ទិន្នន័យនៅក្នុងទូរស័ព្ទយើងបានហ្នឹងយើងចូលទៅបិទមុខងារហ្នឹងទាំងអស់គ្នាបាទដល់ដំបូងឡើយយើងចូលទៅពាក្យថា setting មកបន្ទាប់មកពុកម៉ែបងប្អូនទាំងអស់គ្នាយកពាក្យថា general មកបាទហើយបន្ទាប់មកយើង scroll រកពាក្យថា AirPlay continuity នេះបាទអញ្ចឹងយើងយកកន្លែងហ្នឹងមកយើងចុចលើហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាកន្លែងទៅលើខាងលើគេបាទគេដាក់ថា automatic Collie and AirPlay ហ្នឹងយើងចុចទៅលើហ្នឹងមកជាទូទៅឃើញថាវាដាក់ automatic ហ្នឹងអញ្ចឹងគេណែនាំឲ្យយើងធ្វើការបិទវាចោលបាទដើម្បីការពារហានិភ័យបាទយើងយកពាក្យថា never មកបន្ទាប់មកយើងចុចថយមកវិញបាទយើងចុចថយអស់មកអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅបិទកន្លែងនេះទាំងអស់គ្នាបាទដើម្បីការពារហានិភ័យក្នុងការ hack របស់ hacker មួយចំនួនបាទដែលយើងអត់ដឹងថាគេ hack នៅពេលណាអញ្ចឹងយើងត្រូវការបិទវាចោលមកបាទ